អ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាមានបំណងមករៀននៅសាលាតិចណូថ្ងៃហ្នឹងខ្ញុំនឹងមកប្រាប់អំពីលំនាំនៃការចុះឈ្មោះនិងការប្រឡងឲ្យអ្នកទាំងអស់គ្នាបានដឹងត្រួសអំពីសាលាតិចណូនឹងផងដែរអញ្ចឹងដោយសារតែដំបូងគឺយើងត្រូវតែចុះឈ្មោះសិនមិនយើងអាចមានសិទ្ធិនៅក្នុងការប្រឡងដែលដំបូងឡើយអ្នកទាំងអស់គ្នាត្រូវតែដឹងថាថ្ងៃចុះឈ្មោះគឺនៅថ្ងៃណាអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលនៅក្នុង page របស់សាលាផ្ទាល់តែម្ដងដែលសាលានឹងបានផុសអំពីការចុះឈ្មោះក៏ដូចជាថ្ងៃដែលត្រូវចុះឈ្មោះអញ្ចឹងណាហើយកំឡុងពេលដែលអ្នកទាំងអស់គ្នាទៅចុះឈ្មោះនឹងខ្ញុំសូមផ្ដាំថាអ្នកទាំងអស់គ្នាពាក់សម្លៀកបំពាក់ក៏ដូចជាយើងមានការតុបតែងខ្លួនអីឲ្យរៀងស្អាតតិចទៅដោយសារតែសាលាគឺនឹងត្រូវថតអ្នកទាំងអស់គ្នាដាក់រូបថតចូលទៅក្នុងកាតចឹងពេលដែលអ្នកទាំងអស់គ្នាទៅចុះឈ្មោះហ្នឹងគឺគាត់ថតនៅពេលហ្នឹងហ្មងចឹងអ្នកទាំងអស់គ្នាត្រូវតែ prepare ក៏ដូចជារៀបចំខ្លួនឲ្យបានរួចរាល់ទៅមុននឹងយើងទៅចុះឈ្មោះអញ្ចឹងដោយសារតែខ្ញុំមានបទពិសោធន៍នៅក្នុងការទៅដាក់ពាក្យហ្នឹងអត់មានកម្រងថានឹងទៅថ្ងៃហ្នឹងទេប៉ុន្តែពេលទៅហ្នឹងក៏ឆ្លៀតថាតែដាក់ឲ្យទៅដល់ពេលហេមានណាយើងអត់បានរៀបចំខ្លួនក៏ដូចជាពាក់អាវអីវាញ៉ៃញ៉ៃចឹងណាដល់ពេលយើងថតចេញមកវាអត់សូវដូចអីដែលយើងចង់បានទេហ្នឹងហើយអញ្ចឹងអាហ្នឹងគឺជា alert ដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាដែរដែលទៅចុះឈ្មោះហ្នឹងណាហើយមួយទៀតគឺពេលដែលទៅហ្នឹងគឺមានការបំពេញឈ្មោះហ្នឹងហើយអញ្ចឹងការបំពេញឈ្មោះនេះខ្ញុំគិតថាជាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទាំងអស់គ្នាតិចតួចទេដែលអ្នកទាំងអស់គ្នាអាចបំពេញឈ្មោះតាក់ទងជាមួយនឹងបំពេញព័ត៌មានអីដែលអ្នកទាំងអស់គ្នាជាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទាំងអស់គ្នាទេមានដូចជាឈ្មោះអីជាដើមហ្នឹងហើយមួយទៀតគឺដំណើរការនៃការប្រឡងអញ្ចឹងប្រឡងនៅតិចណូហ្នឹងគឺប្រឡងបែបគុយ CM គឺមានការសួរហើយនឹងឆ្លើយអញ្ចឹងនៅក្នុងហ្នឹងក៏គេមានវិធានការនៅក្នុងការប្រឡងដែរពេលដែលអ្នកទាំងអស់គ្នាទៅចុះឈ្មោះហ្នឹងអ្នកទាំងអស់គ្នាប្រកាសជាឃើញតាក់ទងជាមួយនឹងវិញ្ញាសាឆាមចាស់ក៏ដូចជាឯកសារមួយចំនួនដែលលោកគ្រូអ្នកគ្រូគាត់លក់ឲ្យអីអញ្ចឹងណាអញ្ចឹងអ្នកនរគ្នាទិញមកដើម្បីយកមកមើលថាការប្រឡងហ្នឹងគេចេញបែបម៉េចគុយស្អមហ្នឹងហើយបន្ទុកដែលដាក់បានក៏ដូចជាអ្នកទាំងអស់គ្នាសរសេរត្រូវបានបន្ទុកប្រមាណអ្នកទាំងអស់គ្នាគូសគុយស្អមហ្នឹងខុសគឺអ្នកទាំងអស់គ្នាកាត់បន្ទុកប្រមាណហើយអ្នកទាំងអស់គ្នាអត់គូសគឺអ្នកទាំងអស់គ្នានឹងបានបន្ទុកប្រមាណអញ្ចឹងគឺអ្នកទាំងអស់គ្នានឹងដឹងនៅពេលដែលអ្នកទាំងអស់គ្នាទៅទិញពាក្យចុះឈ្មោះចូលរៀនហ្នឹងអ្នកទាំងអស់គ្នាអាចទិញអាវិញ្ញាសាចាស់ហ្នឹងយកមកមើលបានអ្នកទាំងអស់គ្នាហើយមួយទៀតអ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាដឹងថាខ្លួនឯងនឹងមកប្រឡងនៅតិចណូចង់មករៀននៅនឹងតាំងពីយូរជាសាកលវិទ្យាល័យមួយដែលអ្នកទាំងអស់គ្នានឹងពងមករៀនណាអ្នកទាំងអស់គ្នាអាចនឹងទៅរៀនធៀមទៅព្រោះយើងចង់មករៀននៅសាលានឹងខ្លាំងអញ្ចឹងណាអញ្ចឹងយើងរៀនធៀមទៅដោយសារខ្ញុំឃើញមួយរយៈហ្នឹងឃើញលោកគ្រូអ្នកគ្រូគាត់ផុសពីការរៀនត្រៀមដើម្បីចូលតិចណូអីច្រើនមែនតើអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាបើសិនជាចង់រៀនខ្លាំងអ្នកទាំងអស់គ្នាអាចរៀនធៀមទៅដើម្បីយើងមានសុវត្ថិភាពផ្លូវចិត្តថាយើងនឹងចង់មករៀននៅនឹងហើយនឹងបានរៀននៅនឹងហ្មងអ្នកទាំងអស់គ្នាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមានចង្អល់អីផ្សេងទៀតអ្នកទាំងអស់គ្នាអាចសួរខ្ញុំនៅក្នុងវីដេអូនេះបានក៏ដូចជា comment សួរខ្ញុំបានអ្នកទាំងអស់គ្នា